tòm ngày mùi miền nẹt khủ bên mình nẹt còn một hẹp dương tha ô nên anh cao chừng người nắng mưa chia nào chẳng vì nó bông chọc ăn nhẹ mỏng nhẹ tha ô chừng người nhóm mưa chia nẹt khủ su bạch chả chẳngសូមស្វាគមន៍មកកាន់កម្មវិធី Hear Her Story នៅក្នុងថ្ងៃនេះយើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានស្វាគមន៍វត្តមានអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបនៅពីក្រោយស្នាដៃនិពន្ធដ៏រស់រវើកនិងអក្សរសិល្ប៍ដ៏មានតម្លៃក៏មានការតស៊ូនៅក្នុងជីវិតនិងការលះបង់ដ៏ធំធេងបំផុតនៅក្នុងវ័យត្រឹមតែ22ឆ្នាំដែលជាវ័យពោរពេញទៅដោយក្តីស្រមៃប៉ុន្តែជីវិតរបស់គាត់គឺត្រូវបានផ្លាស់ប្ដូរទាំងស្រុងរហូតស្ទើរតែបាត់បង់ឱកាសរស់រានដោយសារតែជំងឺសូមស្វាគមន៍បងវ៉ាន់ហួចមកកាន់កម្មវិធី Hear Her Story ដើម្បីចែករំលែកនៅបទពិសោធន៍ជីវិតការតស៊ូជាមួយនឹងជំងឺដ៏ឈឺចាប់និងការស្វែងយល់ពីក្តីសុខផ្លូវចិត្តពិតប្រាកដជំរាបសួរបងនៅក្នុងវ័យត្រឹមតែ22ឆ្នាំដែលបងកំពុងតែសិក្សាផ្នែក Interior Design តើពេលនោះមានសញ្ញាព្រមានអ្វីខ្លះដែលធ្វើឲ្យបងដឹងថារាងកាយរបស់បងកំពុងតែមានការផ្លាស់ប្ដូរហើយតើជំងឺមួយនោះគឺជាជំងឺអ្វីចាអរគុណអូនចំពោះសំណួរមួយនេះអញ្ចឹងយើងសូមរំលឹកទៅអតីតកាលបន្តិចកាលហ្នឹងក្នុងអំឡុងឆ្នាំ2014កាលហ្នឹងខ្ញុំរៀនឆ្នាំទី3នៅសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈផ្នែកតុបតែងលម្អហ្នឹងហើយរៀននៅហ្នឹងតាមពិតយើងត្រូវទៀមទាការអនុវត្តច្រើនដូចជាយើងមានគូប្លង់ឬក៏កាត់មួយកែតអីការរៀនបើសិស្សអ្នករៀននៅហ្នឹងគឺភាគច្រើនដាច់យប់អីអញ្ចឹងណាដើម្បីធ្វើការងារអញ្ចឹងហើយមានតែក្នុងឡុងឆ្នាំទី3ហ្នឹងឯងដែលខ្ញុំចេញអាការៈហ្នឹងច្រើនជាងគេវាយើងអាសាក្តៅខ្លួនអញ្ចឹងទៅហើយយប់ឡើងគ្រុនល្ងាហើយខ្ញុំមានឈឺតាមកលាក់ណៃកលាក់ជើងអញ្ចឹងហើយចេញជាកទួលដូចតបាវអីអញ្ចឹងប៉ុន្តែវាអត់បាត់ទៅវិញទេហើយអាហ្នឹងតាមពិតវាធ្លាប់ចេញមកលើយើងដែរកាលថ្នាក់ទី10អីប៉ុន្តែយើងអត់ចាប់អារម្មណ៍ចេញហើយវាបាត់ទៅវិញជួនកាលគ្រុនពោះវៀនគ្រុនឈាមអញ្ចឹងណាហើយយើងចិត្តតែលេបថ្នាំឬក៏ដាក់សេរ៉ូមអីតាមពេទ្យណែនាំអីទៅជាហើយចាប់ដើមឈឺទៀតហើយដោយសារតែអញ្ចឹងទៅអ្នកផ្ទះគាត់គិតថាចាស់គាត់ទៅនិយាយថាដូចខ្មោចធ្វើអញ្ចឹងណាដូចត្រូវអំពើគេអញ្ចឹងចិត្តណាហើយដល់ថ្នាក់ថាអញ្ចឹងឲ្យម៉ែខ្ញុំហ្នឹងម្ដាយរបស់ខ្ញុំហ្នឹងយកទឹកហ្នឹងមកស្រោចឲ្យខ្ញុំបងអត់យកឲ្យយកខ្ញុំហ្នឹងទៅឲ្យគ្រូស្រោចទឹកបើខ្ញុំអត់ស្រោចទេជំងឺហ្នឹងនឹងអត់ជារៀងរហូតភាសាគាត់ថាមានគេធ្វើហើយម៉ែខ្ញុំគិតជឿហើយគាត់តិចពេលហ្នឹងខ្ញុំចាប់ដើមឈឺធ្ងន់ខ្ញុំទៅអត់កើតទេអញ្ចឹងហើយក៏ម៉ែខ្ញុំចិត្តតែព្រួយបារម្ភអញ្ចឹងទៅសុកចិត្តយកទឹកហ្នឹងយកមកស្រោចឲ្យយើងនៅពេទ្យអញ្ចឹងណាខ្ញុំចាំបានដូចពេទ្យនៅស្រុកមួយឬ3ថាបកាយឲ្យទៅដាក់ស្រោមអីជាខ្ញុំដាក់ស្រោមបាន7ក៏ផ្លោកដែរមកវិញជាពិតជាមែនមកពេញបានខែឈឺទៀតខ្ញុំចាប់ផ្ដើមឈឺខ្លាំងមែនទែនដោយសារតែយើងទៅពេទ្យច្រើនហើយពេលថ្នាំវាចូលក្នុងខ្លួនយើងច្រើនអត់ដឹងថាថ្នាំមកពីខាងណាខ្លះសិតតែថ្នាំអញ្ចឹងខ្លួនខ្ញុំចាប់ផ្ដើមឡើងលឿងហើយហើមពេលហ្នឹងខ្ញុំបាក់ខ្លាំងមែនទែនសូម្បីតែអង្គុយអត់បានដែរខ្ញុំចាំបានពេលហ្នឹងខ្ញុំពងអង្គុយហូបបបរហើយចងមុងទៀតពេលថ្ងៃក៏ចងមុងដោយសារតែរុយវាមករោមយើងអត់មានកម្លាំងបក់អារុយតែមករោមយើងទេហើយពេលដែលខ្ញុំឈឺដំបូងហ្នឹងខ្ញុំអត់ដែរគិតថាខ្លួនខ្ញុំនឹងឈឺខ្លាំងដល់ថ្នាក់ដែលស្លាប់ឬក៏បាត់បង់ជីវិតអីពេលហ្នឹងទេខ្ញុំគិតថាឈឺធម្មតាតែទៅពេទ្យដូចជាវិញគ្រាន់តែថារោគពេទ្យមិនតាន់ឃើញក្នុងចិត្តយើងគឺអញ្ចឹងហ្មងពេលទៅហ្នឹងគេចាប់ផ្ដើមផ្សែងខ្ញុំហើយផ្សែងដាក់លើតុកតុងអញ្ចឹងខ្ញុំចាំបានក្នុងថ្ងៃហ្នឹងខ្ញុំជិះកង់3ពីអ្នកម៉ែខ្ញុំអង្គុយចិត្តអញ្ចឹងពេលយើងក៏លេងទៅមើលកញ្ចក់កង់3ហ្នឹងយើងឃើញមុខខ្លួនឯងហើយយើងថាយើងក៏ផ្លត់មាត់សលេងប្រាប់ថាម៉ែមុខខ្ញុំដូចខ្មោចព្រោះ
ពេលហ្នឹងមុខយើងនឹងខ្មៅដូចខ្មោចរោដូចខ្មោចដុតអញ្ចឹងហើយវាហើមទៀតហើយភ្នែកយើងនោះទៅជាសស្លក់អស់លេងដូចនិយាយទៅដូចជាមិនមែនយើងអញ្ចឹងណាហើយយើងអត់ចង់ជឿថាអាហ្នឹងជាមុខយើងពិតប្រាកដអត់ហើយយើងនៅមើលម្ដងហើយម្ដងទៀតរហូតដល់យើងមើលហើយយើងខ្ទប់មុខយំហ្មងហើយទៅពេលម៉ែថាកុំមើលកូននេះអញ្ចឹងពេលហ្នឹងថាចង់និយាយថាយើងទទួលវាស្ទើរតែអត់បានយកអត់បានអញ្ចឹងនិយាយទៅពេលដែលខ្ញុំចូលទៅហ្នឹងត្បិតតែខ្លួនខ្ញុំដើរអត់រួចដៃជើងកម្រើកអត់បានសូម្បីតែមាត់ខ្ញុំហ្នឹងក៏ឈឺដែរក្នុងពេលហ្នឹងវាដូចថាអាជំងឺរបស់យើងហ្នឹងវាស្ថិតក្នុងដំណាក់កាលមួយដែលវាឡើងពីពេញរាងកាយទាំងអស់ហ្មងណាច្រមុះតបាវមាត់តបាវតិចតបាវហើយតាមកែងដៃកែងជើងហ្នឹងហើយស្លាកហ្នឹងគឺតុនដើរលេងកើតទាំងអស់ហ្មងហើយពេលហ្នឹងពេលគេសែងអញ្ចឹងទៅខ្ញុំក៏នៅតែមានអារម្មណ៍ទៀតប្រាប់ម៉ែយកបិជើងកូនតុកផងអីអញ្ចឹងជើងរូបផ្កាដែលយើងទិញហើយយើងអត់ទាន់បានពាក់អីអញ្ចឹងវាពេលហ្នឹងមានអារម្មណ៍ថាខ្លួនឯងដូចឈួតហើយអញ្ចឹងក៏ពេលខ្ញុំមកសម្រាប់នៅពេទ្យហ្នឹងទៀតគេរោជំងឺគ្រប់មុខទៀតដែរប៉ុន្តែនៅតែអត់ឃើញដដែលហើយយើងអត់ដឹងថាឈាមរបស់យើងនឹងត្រូវបានគេយកទៅតេស្តនៅក្រៅប្រទេសអញ្ចឹងយើងត្រូវចាំមួយអាទិត្យអញ្ចឹងពេលយើងចិត្តភ័យព្រោះយើងមកដល់កន្លែងពេទ្យហើយប៉ុន្តែគេអត់បានដាក់ថ្នាំអីឲ្យយើងទេយើងនៅគេងឈឺនៅហ្នឹងគេងឈឺរ៉ាំរ៉ៃឈឺទាំងមាត់ឈឺទាំងដៃធ្វើអីក៏អត់កោតទេអញ្ចឹងបងប្អូនមកម្ដងគាត់ចេះនិយាយពេលនិយាយទៅម៉ែខ្ញុំគាត់ចេះតែលួចអង្គុយយំម្នាក់ឯងអីអញ្ចឹងថាយើងទទួលយកបានថានឹងបាត់បង់កូនអីអញ្ចឹងតែគាត់លួចអង្គុយយំអត់ដែរឲ្យអ្នកណាគេឃើញទេជាពិសេសខ្ញុំគាត់នៅតែផ្ដល់កម្លាំងចិត្តឲ្យខ្ញុំអញ្ចឹងបើខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងថាខ្ញុំឈឺខ្លាំងទេរហូតដល់ពេទ្យមកប្រាប់ថារោគជំងឺឃើញហើយគឺជាជំងឺកម្រដែលកម្រមានអ្នកកើតណាកាលហ្នឹងគេដូចជាប្រាប់ខ្ញុំថាមិន1លានអ្នកឬក៏10000អ្នកអីទេមានតែម្នាក់ទេអញ្ចឹងណាហើយជំងឺថ្មីអញ្ចឹងណាអញ្ចឹងគេត្រូវពេលពេលយូរដើម្បីពិនិត្យវាអីអញ្ចឹងណាហើយគេក៏ប្រាប់ឲ្យយើងថាសុបាយចិត្តទៅរកឃើញជំងឺហើយយើងនឹងចាប់ផ្ដើមព្យាបាលវាអញ្ចឹងណាជំងឺនោះគឺជំងឺដែលកាលហ្នឹងគេនិយាយថាជំងឺលុយពីសហើយនឹងពាក្យកាត់របស់គេហៅមួយទៀត SLE អញ្ចឹងហើយខ្ញុំគេងពេទ្យនឹងយូរតថ្ងៃមួយមានអ្នកគ្រូពេទ្យម្នាក់គាត់មកប្រាប់យើងថាអូនឯងកើតជំងឺហ្នឹងមើលអត់ជាណាអូនអញ្ចឹងពេលហ្នឹងបងចាប់អាភ្ញាក់ហ្មងភ្ញាក់ថាអូជំងឺខ្ញុំមើលអត់ជាអ្នកគ្រូសួរបញ្ជាក់អញ្ចឹងពេលគាត់ថាហ្នឹងហើយអីអញ្ចឹងពេលហើយពេលហ្នឹងចាប់ផ្ដើមslot តែបង slot ពេលសិស្សពេទ្យមកប្រាប់ថាមើលជាពេលហ្នឹងលោកគ្រូពេទ្យគាត់បានប្រាប់ថាជំងឺហ្នឹងកើតឡើងដោយសារតែអីដែរបងពេលហ្នឹងគ្រូពេទ្យគាត់មកបញ្យល់ជំងឺលុយពីសហ្នឹងគឺជាជំងឺមួយដែលប្រព័ន្ធការពាររបស់យើងហ្នឹងវាដូចវាខុសប្រក្រតីបើយើងប្រៀបធៀបវិញដូចជាធម្មតាយើងចិញ្ចឹមឆ្កែគឺឆ្កែហ្នឹងយាមផ្ទះរបស់យើងហើយទៅពេលហើយឆ្កែហ្នឹងវាបែរជាឈួតមកខាំម្ចាស់វិញអាហ្នឹងបើយើងប្រៀបធៀបដូចថាកោសិកាក្នុងខ្លួនរបស់យើងហ្នឹងប្រព័ន្ធការពារក្នុងខ្លួនរបស់យើងហ្នឹងវាជាអ្នកការពារជំងឺដែលចូលមកក្នុងរាងកាយយើងណាប៉ុន្តែវាបែរជាអត់ការពារវាបែរជាមកវាយតម្រងនោមវាយសន្លាក់វាយកាពះពោះវៀនយើងឬក៏វាយអីផ្សេងបដាលឲ្យខ្លួនរបស់យើងហ្នឹងឈឺទៅដោយសារតែប្រព័ន្ធការពារនឹងវិញអញ្ចឹងនៅក្នុងកំឡុងពេលដែលកំពុងតែទទួលការព្យាបាលបងអាចជំរាបបានទេថានៅពេលដែលជំងឺយើងចាប់ផ្ដើមដុនដាបខ្លាំងរហូតដល់ដើរលេងរួចតែការឈឺចាប់ផ្នែកសាច់ឈាមនិងផ្លូវចិត្ត
ខ្លាំងកម្រិតណាដែរបង ថ្ងៃទី1ដែលបងចុះពីឡានទៅបងឃើញឪពុករបស់បងដែលគាត់ចាំបងរយៈពេលជាងដូចជា2ខែដែលបងបែកមកភ្នំពេញដើម្បីព្យាបាលហ្នឹងបងឃើញឪពុករបស់បងគាត់ដើរមកទទួលបងគាត់ស្គមគាត់និយាយទៅគាត់ស្គមគាត់ខ្មៅហើយគាត់ដុសពុកមាត់ដុសសក់ដូចមនុស្សដែលលេងគិតពីខ្លួនឯងពេលហ្នឹងបងអាណិតគាត់ជាងអាណិតខ្លួនឯងទៀតប៉ុន្តែពុករបស់គាត់ពេលហ្នឹងគាត់និយាយប្រាប់បងវិញថាគាត់អាណិតបងខ្លាំងជាងនឹងដោយសារតែគាត់ឃើញកូនចុះមកពីលើឡានឈ្នួលមកដើរអត់បានត្រូវមានអ្នកគ្រាសង្ខាររៀបថាគាត់អត់ដឹងរកពាក្យអីនិយាយបានគាត់មានតែអាណិតកូនហើយព្យាយាមសួរគេសួរអាចថាធ្វើម៉េចដើម្បីឲ្យជំងឺកូននឹងវាបានប្រសើរឡើងអីចឹងហើយពេលខ្ញុំទៅផ្ទះហ្នឹងក៏ចាប់ផ្ដើមមានបងប្អូនអ្នកភូមិអីគាត់មកមើលមកអីចឹងពីមាត់មួយទៅមាត់មួយគាត់ចិត្តថាយើងជំងឺមិនអីមិនចេះចឹងធ្វើឲ្យយើងនោះបាក់ទឹកចិត្តកាន់តែខ្លាំងឡើងពេលនោះបងរំលឹកថាពេលមានអ្នកភូមិមកមើលហ្នឹងមានអ្នកឲ្យលុយទៀតហ្នឹងហើយដោយសារគេគិតថាយើងអស់សង្ឃឹមហ្នឹងហើយអារម្មណ៍ពេលហ្នឹងមិនដែរបងតែដែលផ្លូវចិត្តយើងសង្ឃឹមថាយើងនឹងបានទៅរៀនវិញប៉ុន្តែស្រាប់តែយើងឃើញអ្នកភូមិមកមើលយើងដោយទឹកមុខមួយបែបផ្សេងទៀតហើយនៅមានអ្នកឲ្យលុយមកយើងថែមទៀតហ្នឹងហើយពេលហ្នឹងមានអារម្មណ៍កាន់តែអាណិតខ្លួនឯងកាន់តែសោកសៅហើយខ្ញុំគិតថាអត់មានណាម្នាក់ដែលយល់ពីអារម្មណ៍ហ្នឹងក្រៅពីអ្នកដែលធ្លាប់បានទទួលអារឿងបែបហ្នឹងមកលើខ្លួនយើងដូចថាយើងចិត្តស្លាប់ហើយមែនតើដែលគេយកលុយមកចូលបនយើងដូចធ្វើសង្ឃហៈឲ្យទៀនមកយើងអញ្ចឹងណាយើងចាប់ផ្ដើមដំណើរការចាប់ផ្ដើមស្រោចស្រង់ខ្លួនឯងនឹងវិញទៀតណាឯដើររៀនដើរអញ្ចឹងទៅងើបព្រឹកឡើងម៉ោង4ព្រឹកម៉ោង4កន្លះម៉ោង5អីហ្នឹងចាប់ផ្ដើមងើបអញ្ចឹងឪពុកខ្ញុំគ្រាមកខាងម្ដាយខ្ញុំគ្រាមកខាងយើងដើរគាត់ឲ្យខ្ញុំពឹងខ្លួនលើគាត់អញ្ចឹងហើយយើងដើរទៅវត្តព្រោះតែខ្ញុំនៅជិតវត្តអញ្ចឹងឲ្យលោកស្រោចទឹកឲ្យកំឡុងពេលឈឺហ្នឹងណាបងធ្វើសារណាទាំងឈឺទាំងជាទាំងហៅមុខហ្នឹងរហូតដល់បញ្ចប់ការសិក្សាបងឡើងការពារស្នាដៃរហូតដល់បងរៀនចប់រហូតដល់បងចេញធ្វើការពេលដែលបងចេញធ្វើការហ្នឹងបងចាប់ផ្ដើមបាក់ទឹកចិត្តខ្លាំងមែនទែនព្រោះបងហត់រយៈពេលត្រឹមតាមមួយឆ្នាំឯងអ្វីវារលាយទាំងអស់ពេលបងចេញធ្វើការហ្នឹងសក់បងពេលហ្នឹងជ្រុះអស់ហើយបងកាត់ខ្លីហើយអាថ្នាំដែលយើងធ្លាប់បើកក្នុងទីពេទ្យហ្នឹងវាលេបលេងត្រាវវាធ្វើតុកហើយវាហើមពោះខ្លាំងជាងហើមមុខទៀតហើមពោះខ្លាំងហ្នឹងមានន័យថាជំងឺយើងចាប់ផ្ដើមវ័យលុកទៀតហើយបងអស់សង្ឃឹមមែនទែនយើងតស៊ូមកដល់ថ្ងៃហ្នឹងហេតុអីបានវាអត់ជាហេតុអីបានវានៅតែរើមកទៀតឥឡូវថ្នាំក៏លេបអត់ត្រូវយើងគិតថាយើងអត់ដឹងថារស់ដើម្បីទៀតអីហ៎បើសិនជាថ្ងៃខំប្រឹងទៅធ្វើការទាំងឈឺទាំងជីហើយយកលុយមកទិញថ្នាំហើយថ្នាំហ្នឹងអត់ជួយសង្គ្រោះយើងបានទៀតហើយយើងអត់ដឹងទៅផ្លូវណាបានទៀតទេហើយបើសិនជាយើងសង្ឃឹមអ្នកផ្ទះគាត់បានលក់ស្រែមកមើលយើងរួចហើយអាការពេលកំឡុងពេលសង្គ្រោះមិនតាន់នៅពេលធំហ្នឹងហើយគាត់លេងអាចលក់ស្រែមកមើលយើងទៀតហើយរហូតដល់នៅយប់មួយហ្នឹងបងរៀបសម្រាប់ខ្លួនមែនទែនហ្មងបងតោងអាកសែអាកម្មាយើងហៅកម្មាហ្នឹងបងចងនៅរណាមកអួចហើយបងគាត់ថាបងនឹងស្លាប់ហើយគាត់ថាស្លាប់ដោយសារជំងឺវាមិនសូវអីបើយើងវាពិបាកពេកអីអញ្ចឹងហើយណាមួយបើយើងនៅរស់ក៏នៅរស់ដោយអញ្ចឹងដដែលយើងត្រូវទៅហួរនៅដើម្បីអីទៀតប៉ុន្តែតើអ្វីទៅដែលជារបត់ធ្វើឲ្យបងផ្លាស់ប្ដូរចិត្តថាមិនធ្វើអញ្ចឹងលើខ្លួនឯងវិញនិយាយទៅពេលខ្លះបងប្រហែលជាយើងជាអ្នកនិពន្ធឬយើងជាអ្នកសិល្បៈអីដែរអញ្ចឹងយើងចូលចិត្តគិតអីឈួតពេលហ្នឹងបងក៏គិតដល់
បើបងចងកទៅស្លាប់ទៅផ្ទះហ្នឹងជាផ្ទះបងជួលគេអញ្ចឹងបងគាត់ថាគេនឹងអាចពិបាករកអ្នកជួលថ្មីឬក៏គេនឹងអាចទារលុយសំណងពីយើងហើយមួយទៀតពិបាកអ្នកផ្ទះមកដឹកសាកសពយើងនៅផ្ទះត្រូវអស់លុយបន្ថែមទៀតវាអត់ថោកគាត់ថាត្រូវលក់អីទៀតអញ្ចឹងយើងគាត់ថាអត់កោតទេបើស្លាប់គូតែរកកន្លែងស្លាប់ផ្សេងពីហ្នឹងគាត់ថាអញ្ចឹងហើយពេលហ្នឹងអត់គិតដល់ឪពុកម្ដាយអត់គិតដល់អ្នកផ្ទះទេគាត់រឿងស្លាប់ទេអញ្ចឹងហើយតែគិតដល់ខ្លាចរឿងផ្ទះជួលហ្នឹងចាស់តែគេពិបាកដូចស្អីខ្លាចគេពិបាកដល់ផ្ទះជើងខ្លាចម៉ែពិបាកមកដឹកសាកសពអីអញ្ចឹងណាទៅពេលហើយថាអត់អីឥឡូវយប់ហើយដេកសិនចាំស្អែកចាំគិតទៀតចាំស្អែកចាំគិតទៅរកកន្លែងថ្មីដើម្បីសម្រាប់ខ្លួនអញ្ចឹងហើយទាំងក៏ដេកហ្នឹងក៏ដេកទាំងខឹងខ្លួនឯងផ្ទះតប់មុខដែលហើមខ្លួនឯងហ្នឹងអញ្ចឹងគេលក់ទាំងទឹកភ្នែកជោគខ្នើយភ្ញាក់ឡើងមកវិញខ្នើយនឹងសទឹកភ្នែកនៅពេលដែលការចំណាយលើសលុបពេកទៅលើការព្យាបាលជំងឺបងរហូតដល់អ្នកផ្ទះបងលក់ទ្រព្យសម្បត្តិដីស្រែដើម្បីតែមើលជំងឺបងតែម្នាក់ក្នុងនាមជាកូនស្រីដែលយើងគិតថាជាវ័យមួយដែលយើងគួរតែពោពេញទៅដោយកម្លាំងអាចជួយគាត់បានប៉ុន្តែយើងខ្លាចទៅជាបន្ទុករបស់គាត់ពេលហ្នឹងតើអារម្មណ៍ជាកូនស្រីពិបាកខ្លាំងប៉ុណ្ណាដែរបងពេលហ្នឹងយើងពិតជាពិបាកទាំងផ្លូវកាយនិងផ្លូវចិត្តបានយើងសម្រេចចិត្តថាយើងនឹងសម្លាប់ខ្លួនណាព្រោះយើងគិតថាអត់ចោលពួកគាត់លំបាកទៀតបើសិនយើងស្លាប់ទៅអស់មានអ្នកបន្ទុកថាត្រូវជូនទៅពេទ្យថាត្រូវចំណាយលុយហើយយើងក៏ស្រួលខ្លួនយើងមិនបាច់ចាំទៅពេទ្យទៀតអីអញ្ចឹងគាត់នឹងលេងពិបាកប៉ុន្តែពេលដែលស្អែកឡើងបងភ្ញាក់ងើបមកវិញមកបងបើកទ្វារប្អួចហ្នឹងហើយបងមើលឃើញពន្លឺព្រះអាទិត្យតែផ្ទុយស្រឡះពីម្សិលមិញពីយប់មិញដែលយើងមើលទៅក្រៅប្អួចយើងឃើញតែងឹតស្លុបមើលអីក៏អត់ឃើញដែរតែដល់ពេលថ្ងៃនេះបើជាឃើញពន្លឺថ្ងៃវាដូចជាអារម្មណ៍យើងថាតាមពិតពេលយប់ក៏វាមានថ្ងៃដែរគិតថាវាមិនដែលយើងនៅតែវេទនាអញ្ចឹងរហូតវាមិនដែលថាយើងនៅតែក្នុងស្ថានភាពនឹងរហូតទេចាំមើលវាទៀតមើលតើវាមានអីកើតឡើងទៀតអញ្ចឹងហើយបងលេងមានអារម្មណ៍ថាលេងចង់ស្លាប់ហើយក៏ភ្ញាក់គំនិតថាមើលទៅមនុស្សជុំវិញខ្លួនជាពិសេសគ្រួសារឪពុកម្ដាយដែលគាត់ខំលក់ស្រែមកកណោយកមកមើលយើងប្អូនស្រីប្អូនប្រុសដែលពេលយើងឈឺម្ដងគាត់មើលយើងគាត់បំរើយើងហើយគ្រួសារខ្ញុំទាំងអស់គឺឲ្យពេលខ្ញុំឈឺម្ដងរត់ខ្វែងដៃខ្វែងជើងគ្នារកពេទ្យរកអីអញ្ចឹងសួរថាបើយើងជាបានប៉ុណ្ណឹងហើយយើងដើររួចបានប៉ុណ្ណឹងហើយយើងទៅចងកសម្រាប់ខ្លួនតើឲ្យពួកគាត់គិតមិនហើយពួកគាត់ធ្វើមិនចំពោះយើងពេលណាយើងជាមនុស្សដែលឈួតបំផុតដែរដែលយើងទៅសម្រាប់ខ្លួនក្នុងស្ថានភាពហ្នឹងមានកម្លាំងចិត្តឡើងវិញហើយក៏ខំប្រឹងធ្វើការងារនឹងពេលទៀតប៉ុន្តែនៅពេលកំឡុងពេលដែលបងកំពុងតែមានកម្លាំងចិត្តក្នុងការតស៊ូជាមួយនឹងជំងឺដ៏កាចសាហាវនេះឡើងវិញស្រាប់តែលោកពុកដែលជាសសរទ្រូងគ្រួសារទាំងមូលត្រូវបានមកចែកឋានតើបើតាមបងរំលឹកនៅក្នុងសៀវភៅពេលដែលលោកពុកចែកឋានបងអត់បានជួបមកគាត់ជាលើកចុងក្រោយទៀតតើបងធ្វើអារម្មណ៍បែបណាដើម្បីស្រោចស្រង់ខ្លួនឯងឡើងចេញពីអារម្មណ៍វិបដិសារីនិងភាពឈឺចាប់មួយនោះបានយើងកំពុងតែគិតថាជីវិតវាប្រសើរហើយត្បិតថាយើងមានជំងឺមានយើងទទួលយកទៅស្រាប់តែដឹងដំណឹងថាគាត់ដួលភ្លាមគាត់ស្លាប់នៅកន្លែងអញ្ចឹងហើយយើងពេលហ្នឹងវាដូចថាយុទ្ធសពអញ្ចឹងយុទ្ធសពអាក្រក់មួយយើងទាញសក់ខ្លួនឯងថាអើយអត់ទេវាគួរតែភ្ញាក់ឡើងមកកាលមុនខ្ញុំធ្លាប់យកសពថាខ្ញុំឈឺជំងឺដែលមើលជាម្ដងហើយវាភ្ញាក់ទេឥឡូវប្រហែលជាខ្ញុំយកសពម្ដងទៀតដែរវាគួរតែភ្ញាក់ឪពុកខ្ញុំអត់តន់ស្លាប់ទាំងនៅក្មេងអញ្ចឹងឯងគាត់
tê màu dương mà khai môn vậy màu dương tê hát ai bản chỉ có tàu lươn bám năng chẳng á hay có cứ chỉ bằng cô cú sa mùi đờ rừng mòm con làm vậy tha bờ sân chỉ còn nâng rúa con nâng mình thơ oi côn của côn nâng bả đôi của bả tê con nâng rô xin chăm từng o tu bay thì ngày nào mùi nhung chư lên cát với ca lên cát có con rô xin chăm của xa nâng từng mùa đài chẳng hay là con ban tới trao dương này tới trao từng dương ở ban khơi một trong cao chẳng bên nâng dương nhung lần tôn khôn nó nhung tôn trực cung đào rồi chế tỏ đặc kê kề ta bong chlong cát bay lệ môi nâng một ban đời của biệt nè nâng miền rương chỉ tràn đây dương vì dương krong tha dương đừng to su cho mùi về bàn bàn tá vi chua vi chua bật hai mọi dương căn đã đôn đạp mỏng á người ta bên nâng cứ bạn thực chất hay bên nâng nhung trăm ban thay nhung rơ chừng tiền nhung rơ chừng nhung cọ khang mình tên cọ là hồn bát chia là pe tàu pe chi bát toàn cho mình pe thay dương ai bạn thực chất ban này hay dương có cất khơi nhung chập ram đa rô thò một test na ai chẳng không YouTube nhung chập ram còn nhung chập ram snap thò group cái lại ai chẳng snap hay tơ cái lại smart thị tơ cái lại ai chẳng á hay được pe hay rương nắng dương chặt thật thôm mày xẹp tầm mặt đai nhúng có lẽ luôn chư tiền về nắng còn mình đua lên bàn tay có thơ ca thôn với tuổi có vịt mụn mặc hàng hay phần này có bạc lên rồi chẳng á có speed rồi sai chiêm khu của bà mà chỉ hiền về nó nhung nhạc luôn với mỏ tha nhung đâu bạn thực chất ấy tiền nhung chất bạc bong mà đai bao nhiêu mũi tiền đây nhung phải nhạc luôn mà nhạc luôn tha nhung mất ai oi mà đai bao nhiêu tơ mà nè tiền ba này nhung chắc đam vô còn một bên phim hỏi tuột bay còn ở trong màu vậy cái nào thì chắc còn trong một bên thì nhung dùng phép có tham anh trong tơ cháu bụi nhung tiền mẹ âu tơ cháu mà nè hơi chẳng ai cũng nhung hồ nơi mày bảo sân chợ miền thằng mai thằng nhung chưa là tha nè để miền ở vùng mặt đai nè để còn priêu vùng mặt đai để miền trên mặt đai để miền trên vùng á con đừng vô ròm đi về đây ở vùng mặt đai dương miền trên mình nè hai con riêng đừng tư trao dương tiết tay dương bên là ròm mà dương mà chỉ pay bà ròm mình tên mà dương phụ dương slong cắt ròm mũi nâng hao vậy để dương bắt bong ở bụng nâng tao biết bạ mày hay cho bây dương mà bắt bong mặt đai và đòn tiết tay dương phụ bạ mày hay chỉ vẫn nhóm biết bất chìa bất chìa chú rương ở cha mẹ nó cất mơ mở vía dương sân giả hai thay dương to su cho mũi kia chỉ mũi lôi pin nâng bàn tay tam phơi để nhóm đau nó mong chỉ mũi chỉ người lôi pin nó biết chú rương cha mình tèn nó phải đã chuyên choเราไว้ đã bong thưa ca này bây giờ mơตลอด tới kháng cài tếtដោយសារតែជំងឺមួយហ្នឹងគឺបងប្រឈមនឹងការបាត់បង់ច្រើនមែនទែនសូម្បីតែនៅក្នុងជីវិតគូតើពេលនោះអតីតគូស្នេហ៍របស់បងគាត់បានអាចថាសុំបែកគ្នាដោយលើកហេតុផលតទៅជាមួយនឹងជំងឺហ្នឹងគាត់និយាយថាម៉េចពេលហ្នឹងបងខ្ញុំជឿថាពេលហ្នឹងខ្ញុំពិតជាខឹងមែនដោយសារតែគេមកគេបញ្ចប់ទំនាក់ទំនងជាមួយយើងដោយសារតែយើងឈឺអាហ្នឹងហើយយើងគិតថាខ្លួនឯងអយុត្តិធម៌ហេតុអីបានជាយើងមិនអាចទទួលក្តីស្រឡាញ់ដូចនារីទូទៅបានហេតុអីក៏យើងមិនអាចទទួលយកសុភមង្គលដូចមនុស្សទូទៅដែលអត់មានជំងឺហ្នឹងបានហេតុអីបានជាដឹងថាយើងមានជំងឺហ្នឹងហើយនៅយកជំងឺហ្នឹងយកមកវាយប្រហារយើងទៀតហើយយើងឆ្អែតឆ្អន់ជាមួយវាយើងបាក់ទឹកចិត្តជាមួយនឹងជំងឺនឹងឆ្អែតហើយគួរតែលើកទឹកចិត្តយើងចឹងយើងខឹងយើងស្អប់គេខ្លាំងមែនទែនពេលហ្នឹងរហូតមកដល់
ហូតដល់ពេលដែលបងសរសេរសភៅនេះបងយល់ពីធម្មជាតិនៃមនុស្សបងយល់ពីធម្មជាតិនៃបរិស្ថានហើយបងយល់តាមព្រះធម៌គឺជាធម្មជាតិគឺថាគាត់និយាយពិតជាត្រូវមែនមនុស្សម្នាក់ពិតជាមានជំរើសរបស់ខ្លួនហើយជំរើសរៀងខ្លួនគេសុទ្ធតែចង់បានជំរើសល្អសម្រាប់អនាគតរបស់គេសុំបាយពីយើងគេទៅរកសុភមង្គលថ្មីគេនឹងល្អគេនឹងមានគ្រួសារដែលល្អជាងយើងហើយយើងគឺជាបន្ទុករបស់គេដែលនាំមករឿងបញ្ហាជាច្រើននៅក្នុងជីវិតគេបើសិនជាគេទទួលរួចយើងដោយធម៌ប្រពុតមានពុទ្ធិកាថានៅលើលោកនេះគ្មានបុគ្គលណាដែលមិនស្រឡាញ់ខ្លួនឯងទេមនុស្សម្នាក់គឺស្រឡាញ់តែខ្លួនឯងទេគឺស្រឡាញ់អ្នកផ្សេងដើម្បីឲ្យគេមក take care យើងដើម្បីឲ្យគេមកមើលថែយើងដើម្បីរួមរស់ជីវិតទៅមួយគ្នាមើលថែគ្នានោះបានន័យថាចង់ឲ្យគេមើលថែយើងមើលថែគេអញ្ចឹងណាមានន័យថាយើងគ្រាន់តែជាមនុស្សអាត្មានិយមម្នាក់ទេព្រមដោះលែងគេទៅហើយពេលដែលបងគិតចឹងទៅក៏ព្រមដោះលែងខ្លួនឯងព្រមដោះលែងគេសម្លឹងមើលគេទាំងរីករាយនិងសប្បាយចិត្តហើយជីវិតយើងនេះក៏ដូចថាវាមានកម្លាំងចិត្តក្នុងការដើរបន្តនៅផ្លូវរបស់យើងទៅមុខទៀតជារឿងដ៏ប្រពៃខ្លាំងបំផុតដែលបងបានស្គាល់ព្រះធម៌និងបានចូលប្រឡូកនៅក្នុងវិស័យជាអ្នកនិពន្ធឃើញថាផ្លូវទាំងពីរនេះបានជួយអោបក្រសោបចិត្តបងនិងជួយព្យាបាលផ្លូវចិត្តបងបានខ្លាំងមែនទែនរហូតដល់បងមានសង្ឃឹមមានទាំងកម្លាំងចិត្តអាចបន្តជីវិតនិងក្តីសម័យរបស់បងបានមកដល់ពេលនេះប្រសិនបើឥឡូវនេះមានប្រិយមិត្តយើងដែលកំពុងតែទស្សនាវីដេអូនេះគាត់កំពុងតែកេងនៅលើក្រែពេទ្យដោយអស់សង្ឃឹមនិងមានប្រិយមិត្តយើងខ្លះដែលគាត់កំពុងតែប្រឈមជាមួយនឹងស្ថានភាពដូចបងកាលពីមុនតើអ្វីទៅដែលជាពាក្យពេចន៍ឬសច្ចធម៌របស់បងចង់និយាយទៅកាន់ពួកគាត់ដើម្បីជាការលើកទឹកចិត្តតាមពិតទៅការតែនិពន្ធពិតជាអាចជួយខ្ញុំបានច្រើនមែនខ្ញុំធ្លាប់គិតថាជំងឺលុយពីរបស់ខ្ញុំនឹងវាពិតជាបានបំផ្លាញជីវិតខ្ញុំទាំងមូលមែនប៉ុន្តែផ្ទុយមកវិញមកដល់ថ្ងៃនេះជំងឺលុយពីរបស់ខ្ញុំនឹងបានធ្វើឲ្យខ្សែជីវិតមួយខ្ញុំនឹងចម្លែកខុសពីគេមានលក្ខណៈពិសេសមួយដែលខ្ញុំអាចយកមកចងក្រងជាសៀវភៅមួយឲ្យគ្រប់គ្នាបានអានបានទុកជាបទពិសោធន៍ជីវិតយកមកពិចារណារវាងជីវិតរបស់ខ្ញុំឬជីវិតរបស់អ្នកជំងឺផ្សេងឬជីវិតរបស់ណាគេម្នាក់ទៀតអញ្ចឹងសៀវភៅនេះដែរក៏ជាអ្វីដែលខ្ញុំសប្បាយចិត្តបំផុតនៅក្នុងជីវិតរបស់ខ្ញុំគិតថាក្នុងជីវិតរបស់ខ្ញុំពេលដែលខ្ញុំចាប់ផ្ដើមមានជំងឺនេះមកខ្ញុំអត់មានរឿងអីដែលខ្ញុំជោគជ័យទេព្រោះតែជំងឺនេះវាបានបំផ្លាញខ្ញុំទាំងអស់ប៉ុន្តែខ្ញុំនៅអាចរស់នៅជាមួយវាបានប៉ុន្តែជំងឺនេះធ្វើឲ្យខ្ញុំជោគជ័យបានខ្លាយទៅជាអ្នកនិពន្ធបានសរសេរសៀវភៅនេះចេញមកហើយខ្ញុំគិតថាបើសិនជាខ្ញុំមិនឈឺក៏ខ្ញុំមិនត្រឡប់មករកការនិពន្ធវិញនេះដែរទោះបីតាំងពីតូចមកខ្ញុំចូលចិត្តការនិពន្ធមែនប៉ុន្តែខ្ញុំបានបោះបង់វាចោលពេលដែលខ្ញុំទៅរៀន Interior Design តែដល់ពេលខ្ញុំឈឺខ្ញុំក៏នឹកឃើញដល់ការនិពន្ធវិញហើយពេលខ្លះយើងក៏អាចយករឿងអាក្រក់បំផុតនៅក្នុងជីវិតរបស់យើងហើយយកមកធ្វើជារឿងដែលអស្ចារ្យមួយដែលធ្វើឲ្យយើងដើរមកដល់ថ្ងៃនេះដូចជាខ្ញុំជាដើមបើសិនជាខ្ញុំអត់មានជំងឺលុយពីសនឹងក៏ខ្ញុំអត់អាចខ្លាចជាអ្នកនិពន្ធក៏ខ្ញុំអត់អាចខ្លាចទៅជាវាគ្មិនម្នាក់មកអង្គុយកន្លែងនេះហើយចែករំលែកបទពិសោធន៍ជាច្រើនទៅដល់អ្នកទាំងអស់គ្នាដែរអញ្ចឹងហើយការនិពន្ធមួយហ្នឹងក៏ជួយឲ្យខ្ញុំពេលដែលខ្ញុំឈឺចាប់កន្លែងណាខ្ញុំសរសេរវាទុកខ្ញុំបង្ហូរចេញវាតាមសិល្បៈនៃការសរសេរខ្ញុំសរសេរវាហើយខ្ញុំក៏ប្រមូលវាយកមកសរសេរនៅក្នុងសៀវភៅមួយហើយខ្ញុំចាំបានថាសៀវភៅក្រំតចង់រស់នេះប្រហែលជាមិត្តអ្នកអានខ្លះគាត់អានទៅមានអារម្មណ៍ down ដោយសារតែពេលដែលខ្ញុំសរសេរគឺខ្ញុំពិតជា down មែនក្នុងអំឡុងពេលដែលខ្ញុំសរសេរហ្នឹងគឺខ្ញុំបានបាត់បង់ការងារហើយ
ហើយខ្ញុំរកការងារអត់បានទេដោយសារតែពេលដែលខ្ញុំរកការងារអត់បានធ្វើខ្ញុំ stress ជាងពេលណាទាំងអស់ព្រោះតែបាត់បង់ការងារបានន័យថាអត់មានលុយដើម្បីទៅទិញថ្នាំអញ្ចឹងជារឿងធំមួយនៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំអត់អាចបន្តជីវិតបានទេបើមិនខ្ញុំអត់មានលុយទិញថ្នាំអញ្ចឹងខ្ញុំ stress ខ្លាំងហើយខ្ញុំក៏យកអាការ stress នឹងបាក់ទឹកចិត្តពេលហ្នឹងជាឱកាសល្អដែលយើងយកមកសរសេរសៀវភៅហ្នឹងព្រោះព័ត៌មានពីមុនយើងបានសរសេរទុកហើយប៉ុន្តែយើងអាចបញ្ចេញបានទេនៅពេលដែលយើងអត់មាន mood អត់មានអារម្មណ៍ចូលនៅក្នុងហ្នឹងព្រោះការសរសេរសៀវភៅគឺជាសិល្បៈមួយតើតែយើងមានអារម្មណ៍បានយើងសរសេរបានអញ្ចឹងពេលខ្ញុំសរសេរហ្នឹងមានអារម្មណ៍ខ្ញុំគឺបាក់ទឹកចិត្តអញ្ចឹងមានអ្នកអានមួយចំនួនគឺគាត់អានទៅវាមិនបាក់ទឹកចិត្តទេបានន័យថាវា sad ទៅតាមសាច់រឿងព្រោះវាគិតថាវាចូលតួបានល្អប៉ុន្តែបើអ្នកនិពន្ធវិញគឺបានបញ្ចេញអានឹងអ្វីដែលខ្ញុំចង់និយាយថាយើងពិតជាយករឿងដែលឈឺចាប់របស់យើងយករឿងដាក់ក្រក់បំផុតរបស់យើងមកកែច្នៃទៅជារឿងល្អមួយសម្រាប់ជីវិតរបស់ខ្ញុំផ្ដាំផ្ញើទៅអ្នកដែលកំពុងមើលវីដេអូនេះឬក៏អ្នកដែលគាត់កំពុងតែជួបស្ថានភាពដូចដែលបងអូននិយាយមិញថាគាត់កំពុងតែគេនៅលើក្រែពេទ្យហើយលែងមានកម្លាំងតស៊ូទៅមុខទៀតដើម្បីចង់រស់បន្តយើងគិតចេះវិញយើងគិតថាមនុស្សម្នាក់ៗតែងតែមានបញ្ហាមិនថាយើងមិនថាគេដូចអ្នកខ្លះអញ្ចឹងគាត់អត់សុខភាពល្អប៉ុន្តែគាត់មានបញ្ហារឿងហិរញ្ញវត្ថុគាត់កើតមកជីវភាពគាត់ខ្វះខាតគាត់កើតមកគាត់ជួបគ្រួសារដែលប្រើអំពើហិង្សាជួនកាលវាមានរឿងជាច្រើនដែលមនុស្សម្នាក់តែងតែជួបដូចអ្នកខ្លះក៏អត់បានដឹងថាគាត់ដកដង្ហើមរាល់ថ្ងៃហ្នឹងគាត់មានសំណាងទេដូចអ្នកឈឺបេះដូងខ្លះដកដង្ហើមដកទាំងហត់ដង្ហក់រហូតស្រួលទេអត់មានថ្ងៃណាមួយដែលគាត់មានសុភមង្គលជាមួយនឹងដង្ហើមទេសួរថាដូចអូនជាធម្មតាអូនដកដង្ហើមស្រួលតែអូនដែរចាប់អារម្មណ៍ថាអរគុណដង្ហើមខ្លួនឯងថាថ្ងៃនេះដកដង្ហើមស្រួលម៉េះអូនដែរមានអារម្មណ៍អញ្ចឹងហ៎និយាយទៅគឺអត់ដែរចាប់អារម្មណ៍ដោយសារតែយើងមានវារាល់ថ្ងៃពេករហូតដល់មើលម្លងហ្នឹងហើយអត់ដែរចាប់អារម្មណ៍ថាយើងមានដង្ហើមដកស្រួលទេអញ្ចឹងមានរឿងអីក៏ដោយយើងគួរតែកំបាក់ទឹកចិត្តយើងអរគុណខ្លួនឯងដែលយើងមានដង្ហើមដកស្រួលនៅថ្ងៃនេះមិនថាយើងបាត់បង់អីទាំងអស់ទេឲ្យតែយើងនៅមានដង្ហើមគឺយើងនៅមានសង្ឃឹមជានិច្ចអរគុណបងអរគុណបងច្រើនមែនទែនសម្រាប់ការចំណាយពេលចូលរួមនៅក្នុងកម្មវិធីរបស់យើងហើយបានចែករំលែកនៅបទពិសោធន៍ជីវិតរឿងរ៉ាវជាច្រើននៅក្នុងកម្មវិធីហើយក៏អរគុណសម្រាប់ដំបូន្មានល្អៗដែលចែកជូនទៅកាន់ប្រិយមិត្តរបស់យើងផ្ទាល់ចាអរគុណប្រិយមិត្តដែលបានចំណាយពេលទស្សនាជាមួយនឹងកម្មវិធី Hear Her Story យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ